ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងក្រសួងព័ត៌មានខ្ញុំសូមធ្វើការកាន់រំលឹកដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធយុវជនលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបទាំងអស់សូមផ្ដោតយកចិត្តទុកដាក់ផ្លាស់ប្ដូរអេរយាប័តក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមប្រកបដោយការទទួលខុសត្រូវនិងពិចារណាឲ្យបានហ្មត់ចត់មុននឹងសម្រេចចិត្តចែករំលែកព័ត៌មានណាមួយក្នុងនាមជាប្រជាពលរដ្ឋ Digital ត្រូវចេះកត់សម្គាល់ទៅលើប្រភពព័ត៌មានពិតឬคล้ายៗដូចជាព័ត៌មានคล้ายបន្លំព័ត៌មានបំភ័យព័ត៌មានភ័ន្តច្រឡំជាពិសេសគឺការយកចិត្តទុកដាក់នៅបញ្ហាមួយចំនួនដូចខាងក្រោមផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងដល់ប្រជាពលរដ្ឋអំពីរបៀបកំណត់អត្តសញ្ញាណព័ត៌មានคล้ายៗនិងយល់ពីផលអាក្រក់រវាងព័ត៌មានคล้ายៗនិងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ប្រើភាសាហួសហេតុជំរុញឲ្យមានទម្លាប់ថ្មីនិងមុននឹងចែករំលែកព័ត៌មានណាមួយត្រូវត្រិះរិះពិចារណាទៀងទាត់ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់មុននឹងផ្សព្វផ្សាយបន្តដើម្បីកាត់បន្ថយការរីករាលដាលនៃព័ត៌មានคล้ายៗនៅក្នុងខេត្តរបស់យើងមន្ត្រីរាជការនិងអាជ្ញាធរគ្រប់ដំណាក់ថ្នាក់ត្រូវដើរតួនាទីជាគំរូនិងជាសកម្មជនក្នុងការផ្សព្វផ្សាយព័ត៌មានពិតនិងចូលរួមផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យបានទូលំទូលាយយើងទាំងអស់គ្នាត្រូវធ្វើជាពលរដ្ឋ Digital ដ៏ល្អដើម្បីការពារខ្លួនគ្រួសារយើងនិងសង្គមជាតិយើងពីគ្រោះថ្នាក់នៃព័ត៌មានคล้ายៗសម្ដៅរួមចំណែកចំពោះទៅសម្រេចបាននៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ2030និងឆ្នាំ2050